សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅព័ត៌មានដល់អកុសលក៏ដូចជាសោកស្ដាយយ៉ាងខ្លាំងចំពោះបងប្រុសណាឃីមដែលជាអ្នកចម្រៀងបុរាណប្រចាំតន្ត្រីបុរាណខាត់សួស្ដីនិងជាសិស្សទៅតែបញ្ចប់ការសិក្សាបរិញ្ញាបត្រសូត្រតន្ត្រីឯកទេសចម្រៀងមហោរីពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកំពុងមានជំងឺយ៉ាងធ្ងន់សម្រាប់ព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាពព្រែកភ្នៅពេលនេះគាត់វង្វេងភ្នែកមើលលែងឃើញត្រចៀកស្ដាប់លែងឮនោមមិនចេញបាយមិនបានអាការៈកាន់តែគួរឲ្យបារម្ភហើយជំងឺរបស់បងប្រុសណាឃីមជាបឋមដែលទទួលបានពីគ្រួសារគឺរលាកសើមខួរក្បាលរលាកសួតធ្ងន់ធ្ងរនិងក្រពះពោះវៀនបងប្អូនទាំងអស់គ្នាបន្ទាប់ពីទទួលការព្យាបាលនៅឯមន្ទីរពេទ្យកម្ពុជាមិនបានធូរស្រានណាឃីមមានសំណាងល្អក៏មានសប្បុរសជនជួយឧបត្ថម្ភគាំពារឲ្យណាឃីមទៅព្យាបាលនៅឯមន្ទីរពេទ្យវៀតណាមដោយយោងតាមគេហទំព័រ Facebook Page របស់អ្នកនាងខាត់សួស្ដីអ្នកនាងសូមគោរពអរគុណដល់លោកអ៊ំស្រីដែលបានផ្ដល់ជំនួយសម្រាប់ថ្លៃព្យាបាលមន្ទីរពេទ្យនៅប្រទេសវៀតណាមដោយមិនស្ទាក់ស្ទើរព្រមទាំងចាត់ចែងរត់ការគ្រប់បែបយ៉ាងដើម្បីឲ្យអ្នកជំងឺនិងអ្នកកំដរជំងឺ3រូបមានម្ដាយបងប្រុសណាឃីមបងប្រុសខៀវសម្បត្តិរិទ្ធីបងប្រុសព្រំប្រសិទ្ធីមកដល់មន្ទីរពេទ្យយ៉ាងឆាប់រហ័សលើសពីនេះលោកអ៊ំបានទទួលរ៉ាប់រងលើចំណាយថ្លៃមន្ទីរពេទ្យទាំងស្រុងចាឃើញថាទៅដល់ទីនោះគឺមានការជួយសង្គ្រោះយ៉ាងដុតដៃដុតជើងពីក្រុមគ្រូពេទ្យនៅឯប្រទេសវៀតណាមប៉ុន្តែអ្វីដែលសំខាន់គឺបានប្រទះឃើញគាត់មានទឹកដក់នៅក្នុងខួរក្បាលក៏ដូចជាមានបញ្ហាខូចកលៀនផងដែរអញ្ចឹងហើយដំណឹងដ៏គួរឲ្យអកុសលក៏បានមកដល់เพจរបស់អ្នកនាងខាត់សួស្ដីដដែលក៏បានបង្ហោះក្នុងរយៈពេល3ម៉ោងមុននេះបន្តិចថាបងប្អូនអើយណាប្អូនណាឃីមឥឡូវបានផុតហើយនៅវេលាម៉ោង 2:30 នាទីឥឡូវកំពុងបញ្ជូនសពមកផ្ទះវិញហើយល្ងាចនេះនឹងមកដល់ផ្ទះស្ថិតនៅភូមិព្រីងទឹកឃុំរកាកោះស្រុកកងពិសីខេត្តកំពង់ស្ពឺដូច្នេះបើសិនជាពុកម៉ែអ្នកសិល្បៈទាំងអស់ចង់ចូលរួមអាចទំនាក់ទំនងទៅលេខទូរស័ព្ទនិងទៅចូលរួមផ្ទាល់ចាបងប្អូនទាំងអស់គ្នាបងប្រុសណាឃីមខ្ញុំសូមហៅបងប្រុសណាគាត់គឺជាបុគ្គលម្នាក់ដែលមានដងសិល្បៈក៏ដូចជាបានឆ្លងកាត់នៃការវឹកហាត់សិល្បៈនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរហើយបងប្អូនទាំងអស់គ្នាមិត្តភ័ក្តិដែលនៅជុំវិញរបស់បងប្រុសណាឃីមគឺតែងតែនិយាយសរសើរពីមាត់មិនដាច់ទេថាបងប្រុសណាឃីមគឺជាមនុស្សល្អមនុស្សឆ្លូតបូតហើយតែងតែចែកចម្លែកនៅចំណេះដឹងដែលខ្លួនមានទៅដល់មនុស្សនៅជុំវិញខ្លួនផងដែរយើងក៏មានតែសេចក្តីចាចូលរួមចែករំលែកទុក្ខនិងសោកស្ដាយខ្លាំងមែនទែននៅការបាត់បង់នៅសិល្បៈក៏ដូចជាបាត់បង់នៅកូនបាត់បង់នៅបងប្អូនមិត្តភ័ក្តិដែលណាឃីមបានឆ្លៀតឆ្ងាយទៅចេញពីពួកយើងគ្រប់គ្នាហើយអញ្ចឹងហើយនាងខ្ញុំសូមបញ្ចប់ព័ត៌មានប៉ុណ្នេះដោយសារតែវីដេអូនេះគឺមើលហើយគឺក្តុកក្តួលខ្លាំងមែនតើដោយសារតែគាត់ធ្លាក់ខ្លួនឈឺគឺរយៈពេលខ្លីណាស់បងប្អូនហើយខ្លីហើយគឺសិតតែជំងឺដែលកាចសាហាវដែលផ្ដាច់យកនៅជីវិតមួយនេះជីវិតដ៏កំសត់ណាស់តស៊ូណាស់គឺបានយកទៅចោលឪពុកម្ដាយមិត្តភ័ក្តិបងប្អូនហើយអញ្ចឹងហើយនាងខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះសូមអរគុណសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបនាងខ្ញុំនៅវីដេអូក្រោយ